ពេលខ្លះស្ត្រីមេផ្ទះរតែនឹកឃើញថាធ្វើម្ហូបប្រហែលមុខនឹកមិនសូវឃើញហើយធ្វើតាមមួយមុខពីរមុខអីទេហូបតែបើអ្នកលក់វិញខ្ញុំទៅសើហ្មងគឺគាត់នឹកឃើញធ្វើច្រើនមុខខ្លាំងមែនតើហ្មងហើយបើយើងនេះវិញទៅទិញម្ហូបជាពិសេសម៉ាក់ទាំងអស់គ្នាយល់អារម្មណ៍មួយហ្នឹងទៅទិញម្ហូបគិតថាមិនដឹងថាគួរធ្វើម្ហូបពេលថ្ងៃត្រង់មិនពេលល្ងាចមិនហើយបើអ្នកលក់វិញនេះបងប្អូនមកមើលកន្លែងគាត់គូថាសឡទាំងឆ្នាំងហើយច្រើនមុខទៀតណាបងប្អូនណាហើយកន្លែងគាត់តាម៉ោង2អីទៅគាត់ចាប់ដើមលក់អីនៅផ្សារក៏ស្លាយើងហ្នឹងអ្នកទាំងអស់គ្នាកន្លែងពូគួយហើយគាត់លក់ច្រើនណាច្រើនជាងគេមកចំណោមនៅផ្សារទាំងអស់គាត់លក់ស្លងច្រើនជាងគេហើយអ្វីដែលសំខាន់ណាគាត់ឆ្លៀតអាំងសាច់មាន់អាំងត្រីដែងមានជ្រក់មានអីអូយមួយសេតរបស់គាត់ហ្មងអញ្ចឹងងាយស្រួលមែនតើពេលខ្លះយើងគិតមុខម្ហូបអត់ចេញយើងដូចថាអត់បានមកទិញម្ហូបអីគឺពេលខ្លះខ្ញុំទៅទិញកន្លែងគាត់ដែរបងប្អូននេះទីតាំងនៅផ្សារក៏ស្លាយើងហ្នឹងហ្មងអានេះពេលល្ងាចម្ដងដឹងជាម៉ោង3ម៉ោង4ម៉ោង5ពេលល្ងាចហ្នឹងអ្នកទាំងអស់គ្នាអាចមករកទិញម្ហូបនៅផ្សារក៏ស្លាយើងបានបើសិនជាយើងដូចថាអត់មានបានទៅទិញម្ហូបនៅផ្សារអញ្ចឹងអាចទិញគាត់បាន